សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការបំពាក់បន្ថែមជាមួយនឹងបាកបាំងការពារនៅប្រភេទពួករថយន្តអគ្គិសនីគឺប្រភេទពួក Depal S05 ដែលអត់មានផ្ទាំងកន្លែងនេះទេអញ្ចឹងនេះគឺជាបាទផ្ទាំងការពារកម្រិតផុសបាទបន្ថែមរបស់រថយន្តពួក Depal S05 ដែលបើសិនជាបងប្អូនមិនដាក់កម្រិតទេនៅពេលបងប្អូនជិះកាត់លឿនឬកាត់ទឹកទៅវានឹងឃើញបាទសើមចូលមកកន្លែងនេះបាទរួមទាំងជាមួយនឹងខាងនេះបាទវាចូលប្រឡាក់របស់យើងបាទអញ្ចឹងបើសិនជាបងប្អូនជិះរថយន្តនេះបងប្អូនគួរតែទិញកម្រិតនេះបានបាទបងប្អូនអាចកំងពីចិនក៏បានឬក៏ទិញនៅក្នុងស្រុកយើងក៏បានបាទអញ្ចឹងនៅពេលបងប្អូនទិញមកវាមានសោមកកញ្ចក់វាដើម្បីធ្វើការដោះអ្វីបងត្រូវដោះទី1គឺបងប្អូនត្រូវដោះខ្ចៅកន្លែងនេះមួយបាទទី2បងប្អូនត្រូវដោះកន្លែងនេះគឺខ្ចៅ1បាទ2 3បាទក៏មួយទៀតគឺ4បាទអញ្ចឹងបងប្អូនយកមកទល់ល្វីរបស់គេដែលគេថែមមកគឺដោះបានបាទហើយបងប្អូនដាក់ចូលមួយចូលតែម្ដងបាទអញ្ចឹងងាយងាយឥឡូវខ្ញុំសូមបង្ហាញអំពីកម្របនេះដែលខ្ញុំទិញមកនេះគឺសងខាងឆ្វេងស្ដាំបាទដែលយើងយកមកបំពាក់ឲ្យវាគឺយើងគាត់ដាក់ចូលអញ្ចឹងបាទរួចរាល់បាទអត់មានអីស្មុគស្មាញទេបាទអញ្ចឹងបងប្អូននារីដែលគាត់ជាភេទយន្តនេះក៏គាត់អាចកំងទិញយកមកដាក់ខ្លួនឯងបានផងដែរបាទអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបដោះដាក់អញ្ចឹងខ្ញុំសូមបាទសិននេះគឺជាខ្ចៅដែលគេថែមមកនឹងខ្ញុំទិញទៅបាទអញ្ចឹងខ្ញុំសូមបង្ហាញចេញខំឲ្យទោះដែរបាទដោយសារខ្ញុំថតតែម្នាក់ឯងអត់មានអ្នកជួយកាន់កាមេរ៉ាបាទអញ្ចឹងនេះបាទកម្របនៅពេលដែលយើងដោះចេញមកបាទមានអសទេបាទលេផាលបាទអញ្ចឹងយើងដាក់តែប៉ុណ្ណេះមកគឺវារាល់បាទនេះគឺជាការតម្លើងនៅពេលដែលយើងចាប់ចូលគឺវាមានរូបដូចនេះបាទអញ្ចឹងពេលយើងចាប់ចូលទៅយើងនឹងឃើញកន្លែងនេះស្អាតដល់ពេលដែលយើងជីប៉ះទឹកទៅគឺมันមានខ្ទាតបាទចូលមកតាមនេះទេបាទអញ្ចឹងខ្ញុំសូមធ្វើការដោះឲ្យបងប្អូនមើលសិនបាទអញ្ចឹងខ្ញុំសូមដោះខ្ចៅគេដែលគេថែមហ្នឹងអញ្ចឹងក្នុងគឺគេមានថែមទូលវីយើងហើយទូលវីទូចសម្រាប់ធ្វើការដោះបាទបើសិនតែមានទេបងប្អូនអាចរកទូលវីនោះដោះខ្លួនឯងបានបាទអញ្ចឹងខ្ញុំសូមឲ្យខំដើម្បីយកទូលវីចេញមកបាទនេះគឺជាទូលវីដែលគេថែមមកគឺមានរូបរាងដូចនេះបាទអញ្ចឹងងាយស្រួលជាមួយនឹងការដោះកន្លែងគៀនបាទកន្លែងគៀននៅខាងនេះបាទគៀនខ្ចៅនេះដែលយើងប្រហែលដោះជាប់ទេបាទនឹងជាជាប់ទេខ្ញុំសូមឲ្យមើលចេះខ្ញុំធ្វើការដោះឲ្យបងប្អូនបាទនេះបាទយើងមួលចេញមកមួលអញ្ចឹងបាទអញ្ចឹងងាយងាយខ្ញុំសូមដាក់កាមេរ៉ាបន្តិចបាទឲ្យចំកន្លែងដើម្បីយើងងាយស្រួលជាមួយការដោះបាទនេះបាទខ្ចៅនេះគឺបងប្អូនដោះចេញមកមិនខ្ចៅនេះគឺជាខ្ចៅជ័របាទជ័រទៅពេលយើងមួលតែបន្តិចយើងអាចទាញវាចេញមកបានមួលថែមទៀតមកដោយសារជ័រគេយ៉ាងសឹកដែរបាទនេះបាទខ្ចៅគេនេះបាទអញ្ចឹងនេះគឺជាកន្លែងមួលតែការទូលវីនេះបាទដោយសារទូលវីយើងវែងគឺយើងអាចយកចោលទេអញ្ចឹងយើងយកនេះមួលនេះមកទី1បាទទី2គឺយើងមកមួលខ្ចៅកន្លែងនេះបាទនេះខ្ចៅវាធូរដែរទេខ្ចៅវាចាប់មួយជ័របាទខ្ញុំសូមដោះចេញមកតមកទៀតយើងដោះជាមួយនឹងខ្ចៅ2ចាពីនេះយើងមួលទៅដៃក៏បានដែរបាទនេះវែងឆ្កុយឆ្កុយនេះបាទមាន2គ្រាប់នេះមួយទៀតយើងគ្រាន់តែមួលចេញមកបាទវាធូរដែរទេខ្ចៅហ្នឹងបាទនេះខ្ចៅគេក៏មានបន្ថែមឲ្យយើងជាមួយនឹងគ្រាប់ខ្ចៅមួលដែរបើសិនជាខ្ចៅជ័រយើងខូចយើងអាចយកមួលខ្ចៅនេះយកមួលបានដូចគ្នាមួលចូលនេះបាទតែយើងប្រើខ្ចៅជ័រស្រីមកគេទៅបាទអញ្ចឹងយើងមួលមួយគ្រាប់ទៀតមកដើម្បីយើងដាក់ផ្ទាំងរបស់យើងចូលអញ្ចឹងយើងការដោះខ្ចៅទាំងអស់ចំនួន4គ្រាប់បាទទាំងឆ្វេងទាំងស្ដាំឆ្វេង4គ្រាប់ស្ដាំ4គ្រាប់បាទអញ្ចឹងនេះគឺជាបន្ទះរបស់យើងអញ្ចឹងយើងដាក់ឲ្យត្រូវឆ្វេងស្ដាំមកអញ្ចឹងកន្លែងដាក់ចូលគឺមិនងាយទេអញ្ចឹងគាត់រុញចូលតាមត្រូវរុនគេមកគេដាក់មកគឺតម្រូវហ្មងអញ្ចឹងខ្ញុំសូមចាប់ចៃនេះមុនគេដើម្បីងាយស្រួលថតបងប្អូនមើលបាទខ្ចៅនេះបាទខ្ញុំ
xong can đầy bà tí xong tô bà xa dưỡng đầy muối bà mua sắn tùm sắn hai dương cho cả nên mặc đã trôi máu chai dương mình nắng bà chai dương miên mình ní cho mua lường về ní sợp cho mấy chừng rập về trâu tới chân bong phôn này rí có ai chơi bán này vì ở nghĩa đây bà đấy cứ nghi bà hay dân cho là cho ní mình đấy cứ đi bà cho để dựng đón nó dựng tiền được dựng mua với ỏi liền số thì mất mày số rồi run trâu tới cái dựng cặp cho bàn được vào nhà bà chân này cái lạnh khóp cái ní ba khóp cho lo này bà nó còn thằng đấy cứ chọpไปbà chẳng là bây giờ dương ní cứ chia video là bây giờ install hỏi cứ mình riêng được chuyện này bà chẳng dân khơi là lại ní cứ sạch bà sạch là bây giờ dân bật phía tới cứ miền ở vậy bài thì bà bật phía tới dân khơi được chuyện này bà ní còn bây giờ đã cho mà ní bà được chuyện này bà chẳng việc chui cho mỗi lần cà pia bà cà tiệp tắc rồi có đấy bà là bây giờ đã đi hỏi bàនេះដូចនេះនៅពេលយើងហើយគឺការពារកន្លែងនេះបាទដីដែលខ្ទាតមករួមជាមួយនឹងទឹកផ្សេងៗដែលសាចមកជាមួយនឹងទ្វាររបស់យើងបាទនេះគឺជាការបង្ហាញខ្លីអំពីវិធីធ្វើការតម្លើងជាមួយនឹងកបាំងការពារនៅខាងក្រោយទាំងឆ្វេងនិងស្ដាំបើមានចំណុចណាលោកខាត់សូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe មកបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណុចនោះអំពីវិធីធ្វើការតម្លើងកបាំងក្រោយរបស់ប្រភេទរថយន្តអគ្គិសនីបាទ EV ហ្នឹងបាទប្រភេទពួក Deepal S05 ទាំងអស់នេះផងជាចុងក្រោយសូមជម្រាបលាបងប្អូន